Chà lâu nay nhom cho màu cờ bô chia cái lại phải ăn môi cái lại tiết hai chà chẳng pi cái lại môi màu cái lại môi nó ăn ngay khiประมาณ tê chẳng cứ ởนี่บางคนนะได้อัดบานมาเต้จะอาจมือรูปเพียบในขยมกระปงตายหลายบางหางจูนบางคนต่างขณีแต่ขยมมาตอนดังทากระไรนี่เชียกันไรไอเต้ปล่อยประอังบานในมอนเตาหมดหายเมียนหมายเยิงเมียนไทยเมียนภูมิเมียจะมันเมียนมาแต่ปีประเทศกัมพูชีเต้กรุบรรดาประเทศได้กวาดบานการศาสนาประปดยังก็กวาดบานมากรุบโบชีด้วยยังมาได้chứng bằng ôn ở kia mới nè video nhưng mình ban ở video về tê nhưng trả lại clip khay nhưng vậy bằng ôn màn khơi nhưng squat năng ăn một tuần này bon có sao tầng ở kia na xong mày ban trong này bon smart kia xong mày ban sốc rồi trả tốc tầng ở kia nè mình bàn máu năng nhom để bàn máu nè nhom chạy bon này ban smart nhom đai mom toàn nè ăn ăn nè cái này pi cái hạt thà nào sao tay rụp đầm nàng cái này cà pi sơ mai pre chẳng táo có màu cái rụp này cà pi sơ mai pre pi pon làm rồi nè nè chẳng hay có nó sang phần nàng ai nó còng xén nó quạt có màu thơ vị thị đài màu cờ bô chia đây nè này nè có Campuchia giờ đây cha ngày ti một thầy bộ mũi đọt mài về nhai chị chê chun bon phong nè tại ban trên này bon smart nè Phật trường chẳng lại chẳng cuồng đang sạch đầy ấm ta rải chẳng lại chia ở trong đời niệm sẽ xa Vì cả cái này bảo sát những tờ bàn vào chụp chụp để hái để lìaประกาศใดดำเนินในปรังที่จะบอกหมกเยินออกในนี้ที่ประกาศได้สมัยเปรย์มวยปีปอนมาพาปีปอนปรามโดยเปรย์อัมเปะวันเปรย์สวายแต่เลี้ยงอัมเปะปลาไหลเลี้ยงได้กระพากน้องพุทธศาสนา
បានដីនេះហើយនឹងកសាងនៅអារាមស្វាយពិភពសង្ឃដែលមានព្រះសម្មាសម្ពុទ្ធជាព្រះប្រធានបាទហើយពនាងក៏បានចេញបួសទៅបានសម្រេចជាព្រះអរហន្តីមួយព្រះអង្គណានៅក្នុងពុទ្ធសាសនាហ្នឹងបាទហើយក៏ទីអាវាសនេះត្រូវបានកសាងឡើងទីអាវាសនេះក៏ត្រូវបានកសាងបច្ចេកដីដើម្បីដល់កបញ្ចុះនៅព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធមានចំនួន2លានក៏ដែលបង្កប់ពីព្រះអង្គទ្រង់ប្រតិទិនទៅលោកគូវេសាល័យក៏ដែលជានគរស្ដេចមួយដែរហ្នឹងហើយក៏បានចំណែកនៃប្រធានចំនួន2លានអំពីការចែកព្រះបរមធាតុនៅឯនគរពុទ្ធសារាហើយប្រធាន2លាននឹងឯងក៏ត្រូវបានយកមកបញ្ចុះណាញោមដែលនៅត្រង់ស្ដូកបច្ចេកដីនេះឯងក៏ហើយដោយសម័យកាលក្រោយមកព្រះមហាកសបតិដែលព្រះអង្គពិចារណានៅក្នុងកាលជាអនាគតសេចក្តីអន្តរាយនឹងកើតមានដល់ព្រះបរមធាតុអញ្ចឹងបានព្រះអង្គប្រមូលព្រមយកនៅប្រធានផ្សេងៗដែលបានអង្គនៅក្នុងនគរទាំង7វាលែងរៀនមួយមួយដើម្បីយកទៅបញ្ចុះនៅឯក្រុងរាជក្រឹសគេហៅថាភាសុអធិនេះនោះក៏ដែលមានការកសាងឡើងនិងការគាំពៀការពៀដោយវិស្វកម្មទេវបុត្រនេះយ៉ាងណានៅក្នុងការរក្សាការពារព្រះបរមធាតុអញ្ចឹងទីតាំងនេះដើមឡើយគឺធ្លាប់បានបញ្ចុះណានៅព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធចំនួន2លានបន្ទាប់ពីព្រះអង្គទ្រង់ប្រតិទិនទៅបន្តទុកក្នុងទីនេះអស់កាលដ៏យូរឆ្នាំដែរឥឡូវនេះគណៈធម្មយាត្រារបស់យើងបានចូលមកដល់ធ្វើការនមស្ការក្រាបថ្វាយបង្គំសូម្បីនឹងមានព្រះបរមធាតុគង់ប្រចាំប្រថាប់នៅក៏ដោយក៏ប៉ុន្តែក៏ជាទីធ្លាប់គង់នៅនៃព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធមានចំនួនច្រើនរហូតដល់2លានឯណោះបងណាសូមអនុមោទនាសាធុសាធុហើយទឹកដីទាំងអស់ហ្នឹងក៏ដើមឡើយគឺត្រូវបានគេថ្វាយសង់ណាបងមានការគង់នៅនៃព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទេនាស្របទាំងឡាយផងហើយប្រវត្តិខ្លីៗនៃនាងអង្គបាលីនោះយ៉ាងណាបងប្អូនបរិយាទាំងចូលរួមណាឃើញណាហើយចឹងខាងនៃក្រុមបាសកបងប្អូនគុំបរាមានបំណងប្រាថ្នាក្នុងការចូលរួមជាប្រវត្តិរឿងរ៉ាវសង្ខេបខ្លីៗជូនដល់ពុទ្ធបរិស័ទគណៈធម្មយាត្រារបស់យើងបានស្ដាប់បានសិក្សាបានសេចក្តីជ្រះថ្លាអនុមោទនាគោរពបូជាបរិការៈផ្សេងដែលយើងបានមកហើយណាសូមជើញសូមកញ្ញាបទីស្នាក់ព្រះរកការគុំសូមធ្វើសេចក្តីរាប់អានដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាដែលមានសតិជ្រះថ្លាចូលមកកាន់ប្រទេសដីនៃក្រុងវេសាលីដែលផ្លាប់បង្កល់ព្រះបរមសារីរិកភាពរបស់ព្រះសម្មាសម្ពុទ្ធមានចំនួន2លាននេះគឺជាបេសកចិត្តដឹកជាបច្ចេកដីដែលផ្លាប់បង្កល់ព្រះបរមសារីរិកភាពហើយក៏ជាទីលំនៅរបស់នាងអម្ពបាលីអម្ពបាលីហ្នឹងនាងពីអតីតជាតិនេះធ្លាប់បួសជាភិក្ខុនីហើយចាអរគុណច្រើនណាស់បងប្អូនបានឃើញការ live របស់ខ្ញុំភិក្ខុនីជាបក្សីណាស្ររដល់ដល់សូមអនុមោទនាបន់តែបានចំណែកបន់ស្មា